សូមគោរពនឹងជម្រាបសួរតើហេតុអ្វីបានជាផ្លូវ271មានឈ្មោះជាផ្លូវការថាមហាវិថីកងយោធពលខេមរភូមិន្ទផ្លូវ271ដែលមានឈ្មោះជាផ្លូវការថាមហាវិថីកងយោធពលខេមរភូមិន្ទគឺជាមហាវិថីធំមួយក្នុងចំណោមមហាវិថីធំៗទាំង8ក្នុងរាជធានីភ្នំពេញដែលមានសារៈសំខាន់សម្រាប់តភ្ជាប់ផ្លូវខ្សែក្រវ៉ាត់ទី1នៃរាជធានីភ្នំពេញមហាវិថីកងយោធពលខេមរភូមិន្ទឬហៅកាត់ខ្លីផ្លូវ271គិតចាប់ពីគល់ស្ពានអាកាស7មករាឬស្ពានអាកាសពេលលុកសង់ឆ្លងកាត់ផ្សារហេងលីឆ្ពោះទៅវត្តសន្សំកុសលនិងបញ្ចប់នៅគល់ស្ពានអាកាសព្រះមនីវង្សក្បាលថ្នល់ផ្លូវនេះមានប្រវែងសរុប 7.9 គីឡូម៉ែត្រមហាវិថីកងយោធពលខេមរភូមិន្ទដំបូងឡើយមាននៅក្នុងគម្រោងពង្រីករាជធានីភ្នំពេញមកទិសខាងលិចនិងទិសខាងត្បូងដោយមានឈ្មោះសាមញ្ញត្រឹមផ្លូវក្រវ៉ាត់ក្រុងប៉ុណ្ណោះប៉ុន្តែក្រោយមកដោយផ្លូវខាងលើបានឆ្លងកាត់នៅរឿងរ៉ាវពាក់ព័ន្ធជាមួយនឹងយោធាជាច្រើននៅក្នុងសម័យសាធារណរដ្ឋខ្មែរឬសម័យលន់ នល់ ផ្លូវខាងលើបានក្លាយទៅជាខ្សែត្រៀមការពាររាជធានីភ្នំពេញពីពួកខ្មែរក្រហមនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យឬសម័យខ្មែរក្រហមដូចគ្នាពួកខ្មែរក្រហមបានយកផ្លូវ271ឬមហាវិថីកងយោធពលខេមរភូមិន្ទនេះធ្វើជាខ្សែត្រៀមការពារកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានវាយលុកយកទីក្រុងភ្នំពេញភាគខាងលិចក្រៅពីនេះផ្លូវនេះបានពាក់ព័ន្ធជាមួយនឹងយោធាផ្សេងទៀតដូចជាឬចំណាំហៅថាបន្ទាយស្លឹកជាដើមក៏ស្ថិតនៅតាមបណ្ដោយផ្លូវ271នេះដែរកងពលលេខ70នៅក្រោយឆ្នាំ1993រាជរដ្ឋាភិបាលអាណត្តិទី1បានសម្រេចចិត្តដាក់ឈ្មោះផ្លូវនេះជាមហាវិថីកងយោធពលខេមរភូមិន្ទរហូតមកដល់សព្វថ្ងៃមូលហេតុផ្សេងទៀតដែលដាក់ឈ្មោះដូចខាងលើដោយសារចន្លោះឆ្នាំ1991ដល់ឆ្នាំ1993កងទ័ព3ភាគីគឺភាគីរដ្ឋកម្ពុជាភាគីហ្វុនស៊ីមពេចនិងភាគីរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរបានរំលាយបញ្ចូលគ្នាក្រោមឈ្មោះថាកងយោធពលខេមរភូមិន្ទដើម្បីរំលឹកដល់គុណូបការៈរបស់កងយោធពលខេមរភូមិន្ទទើបរាជរដ្ឋាភិបាលអាណត្តិទី1ដាក់ឈ្មោះផ្លូវនេះជាផ្លូវការថាមហាវិថីកងយោធពលខេមរភូមិន្ទរហូតមកដល់សព្វថ្ងៃនៅចន្លោះឆ្នាំ2005ដល់ឆ្នាំ2020មហាវិថីកងយោធពលខេមរភូមិន្ទឬផ្លូវ271បានជួសជុលនិងកែលម្អជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃដោយលោកអ្នកបានឃើញនៅក្នុងវីដេអូដែលថតនៅក្នុងខែឧសភាឆ្នាំ2026ដូចនេះដែរគួរជម្រាបជូនដែរថាមហាវិថីកងយោធពលខេមរភូមិន្ទឆ្លងកាត់ស្ថាប័នសំខាន់ដូចជាមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈឬមន្ទីរពេទ្យលោកសង្ឃផ្សារហេងលីសាកលវិទ្យាល័យមេគង្គសាលាគរុកោសល្យអូ3ក្អមអនុវិទ្យាល័យអូ3ក្អមកាកបាទក្រហមកម្ពុជាអគ្គិសនីកម្ពុជាអូ3ក្អមវិទ្យាល័យជាស៊ីមសាមគ្គីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតឬពេទ្យរុស្ស៊ីផ្សារសន្សំកុសលវត្តសន្សំកុសលសាលាបឋមសិក្សាហ៊ុននាងបឹងត្របែកខាងត្បូងផ្សារទំនើបជីបម៉ុងឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិស្ថានីយ៍បូមទឹកបឹងត្របែកជាដើមលក្ខណៈពិសេសមួយទៀតនៃមហាវិថីកងយោធពលខេមរភូមិន្ទឬផ្លូវ271លក្ខណៈពិសេសមួយទៀតរបស់មហាវិថីកងយោធពលខេមរភូមិន្ទផ្នែកខាងត្បូងឬភាគខាងត្បូងផ្លូវនេះ
មានលក់គ្រឿងពុម្ពសំណង់ជាច្រើនដូចជាពុម្ពសសរ ពុម្ពលូ ពុម្ពឥដ្ឋ ពុម្ពពាង រទេះកែច្នៃអំពីដែក និងសម្ភារៈប្រើប្រាស់ច្នៃអំពីដែកបន្ទះជាច្រើនទៀតមានលក់នៅតាមបណ្ដោយផ្លូវ271នេះមិនចាញ់តំបន់ផ្លូវនៅផ្សារទួលទំពុងប៉ុន្មានឡើយដូច្នេះបងប្អូនលោកអ្នកដែលចង់រករបស់ប្រើប្រាស់ដោយរៀបរាប់ខាងលើអាចអញ្ជើញមកតាមបណ្ដោយផ្លូវ271ឬក៏មហាវិថីកងយោធពលខេមរភូមិន្ទដោយបានរៀបរាប់ខាងលើសូមរីករាយទស្សនារូបភាពជាបន្តរហូតដល់បញ្ចប់សូមអរគុណ